អ៊ុយក្រែននិងប្រទេសនៅអឺរ៉ុបកំពុងតែបារម្ភខ្លាំងអំពីលោកដូណាល់ត្រាំអាចនឹងប្រកាសទទួលស្គាល់ដែនដីដែលរុស្ស៊ីកំពុងវាយកាន់កាប់បាននៅក្នុងទឹកដីអ៊ុយក្រែននិងជ្រួយឧបទ្វីបគ្រីមៀជាដែនដីស្របច្បាប់របស់រុស្ស៊ីនិងអ្វីដែលគេហៅថាសង្គ្រោះសន្តិភាពរបស់លោកដូណាល់ត្រាំនេះបញ្យងតាមការចុះផ្សាយដោយសារព័ត៌មាន The Telegraph នៃចក្រភពអង់គ្លេសសារព័ត៌មានរបស់អ៊ុយក្រែនគៀវប៉ុស្តិ៍ក៏ចុះផ្សាយដូចនេះផងដែរកាលពីថ្ងៃទី28វិច្ឆិកានេះយោងតាមសារព័ត៌មានទាំងពីរនេះលោកដូណាល់ត្រាំនៅសប្តាហ៍ក្រោយនេះនឹងបញ្ជូនប្រិយសិទ្ធរបស់គាត់ពីរនាក់ទៅជួបលោកវ្លាឌីមៀរពូទីនជាថ្មីម្ដងទៀតដែលក្នុងនោះលោក Steve Witkoff និងកូនប្រសាររបស់គាត់លោក Jared Kushner ត្រូវទៅជួបលោកពូទីននិងជួបប្រិយសិទ្ធរបស់លោកពូទីនដើម្បីបង្ហាញអំពីផែនការសន្តិភាពរបស់លោកដូណាល់ត្រាំផែនការសន្តិភាពរបស់លោកដូណាល់ត្រាំ28ចំណុចនោះត្រូវបានរុះរើនិងទាត់ចោលដោយអ៊ុយក្រែននិងក្រុមប្រទេសអឺរ៉ុបប៉ុន្តែនៅសល់19ចំណុចលោកដូណាល់ត្រាំនិងរដ្ឋការរបស់លោកប្រមុខការទូតរបស់លោក Marco Rubio ដែលដឹកនាំគណៈប្រតិភូមកចរចាត្រីភាគីជាមួយអឺរ៉ុបនិងអ៊ុយក្រែននៅប្រទេសស្វីសកាលពីថ្ងៃទី24វិច្ឆិកានោះបានព្រមព្រៀងលើផែនការសន្តិភាពថ្មី19ចំណុចដែលបានកែសម្រួលនេះប៉ុន្តែនៅពេលនេះលោកវ្លាឌីមៀរពូទីនទាត់ចោលទាំងស្រុងដោយចាត់ទុកថាការដែលរុស្ស៊ីទាមទារយកទឹកដីពីអ៊ុយក្រែននៅតំបន់ទាំងឡាយណាដែលរុស្ស៊ីដាក់ផែនការយកនោះដូចជាតំបន់ដុនបាសដែលមានខេត្តចំណុះពីរខេត្តលូកាននិងខេត្តដូណេកត្រូវតែកាត់តម្រឹមមកឲ្យរុស្ស៊ីហើយទ័ពរបស់អ៊ុយក្រែនដែលចូលជើងប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ីត្រូវតែដកចេញពីតំបន់នោះរុស្ស៊ីព្រមបិទបញ្ចប់សង្គ្រាមភ្លាមតែម្ដងនេះជាការបញ្ជាក់របស់លោកពូទីនដោយបញ្ជាក់នៃធ្ងន់ណាស់របស់លោកដែលលោកថាលោកសច្ចាប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែនដែលពួកអឺរ៉ុបគ្រប់គ្រងនេះរហូតដល់អ៊ុយក្រែនព្រមបោះបង់ចោលទឹកដីដែលកងទ័ពរុស្ស៊ីកំពុងតែវាយកាន់កាប់បាននៅសមរភូមិជួបមុខនោះជាមួយគ្នានេះលោកពូទីនសច្ចាថានឹងធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែននេះរហូតដល់ឆ្នាំ2036ក៏រុស្ស៊ីនៅតែបន្តប្រយុទ្ធជាមួយនឹងអ៊ុយក្រែនជាតិនេះលោកពូទីនសច្ចាថាមិនដកដៃឡើយហើយក៏មិនទម្លាក់ចោលដាច់ខាតលក្ខខណ្ឌរបស់លោកដែលទាមទារឲ្យអ៊ុយក្រែនកាត់ទឹកដីដើម្បីឲ្យរុស្ស៊ីផ្ដល់សន្តិភាពទៅឲ្យវិញនេះសារព័ត៌មានរបស់អ៊ុយក្រែនគៀវប៉ុស្តិ៍បានឲ្យដឹងថាលោកដូណាល់ត្រាំទំនងនឹងធ្វើសេចក្តីសម្រេចដោយឯកតោភាគីទទួលស្គាល់តំបន់ដែលកងទ័ពរុស្ស៊ីវាយកាន់កាប់បានពីដៃរបស់កងទ័ពអ៊ុយក្រែននោះជាទឹកដីរបស់រុស្ស៊ីដោយស្របច្បាប់រដ្ឋទាំងជ្រួយឧបទ្វីបគ្រីមៀដែលរុស្ស៊ីអោបប្រសពយកបានពីអ៊ុយក្រែននៅឆ្នាំ2014តាមរយៈការចុះហត្ថលេខារបស់ប្រធានាធិបតីViktor Yanukovych កាលនោះហើយកាត់ជ្រៀកទឹកដីជ្រួយឧបទ្វីបគ្រីមៀតំបន់ឧស្សាហកម្មសមុទ្រខ្មៅនេះទៅឲ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាពដែលរុស្ស៊ីព្រមបញ្ឈប់ការគំរាមកំហែងឈ្លានពានលើទឹកដីអ៊ុយក្រែនតែទីបំផុតរុស្ស៊ីនៅតែបង្កការឈ្លានពានអ៊ុយក្រែនផ្ទុះសង្គ្រាមពេញទំហឹងនៅថ្ងៃទី24កុម្ភៈឆ្នាំ2022យោងតាមប្រភពសារព័ត៌មានដដែលនេះចុះផ្សាយថាមានការបារម្ភខ្លាំងថាលោកដូណាល់ត្រាំច្បាស់ណាស់អាចនឹងបង្ខំចិត្តដោយខ្លួនឯងថាត្រូវតែប្រកាសទទួលស្គាល់ឯកតោភាគីដោយសហរដ្ឋអាមេរិកតែមួយក៏បានផងដែរថាទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់ក្នុងសមរភូមិនោះនឹងជ្រួយឧបទ្វីបគ្រីមៀវាត្រូវតែស្ថិតនៅក្នុងដៃរបស់រុស្ស៊ីហើយអ៊ុយក្រែនត្រូវតែព្រមទទួលស្គាល់តំបន់នោះទើបសន្តិភាពកើតមានពីពេញប្រទេសអ៊ុយក្រែនវិញជាមួយនឹងការបិទបញ្ចប់សង្គ្រាមនៅសមរភូមិជួបមុខសូមជម្រាបថារុស្ស៊ីកំពុងតែដាក់ការទាមទារតំបន់ដែលត្រូវយកពីដៃអ៊ុយក្រែននោះគឺក្នុងខេត្តដូណេកនិងលូកាននៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនតំបន់ពីរនេះវាស្ថិតនៅក្នុងតំបន់ដុនបាសតំបន់ដុនបាសនេះមានផ្ទៃដី 53,000 គីឡូម៉ែត្រក្រឡាមានប្រជាជនរស់នៅមុនសង្គ្រាមផ្ទុះឡើងជាង2លាននាក់តំបន់ដុនបាសស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនធ្លាក់នៅក្នុងសមរភូមិទ័ពព្រៃដែលរុស្ស៊ីគាំទ្រនោះ
គឺតាំងពីឆ្នាំ2014មកនោះវាកើតឡើងទន្ទឹមនឹងការដែលរុស្ស៊ីអោបប្រសពយកបានជ្រុយឧបទ្វីបគ្រីមៀនៅក្នុងផែនទីសន្តិភាពរបស់លោកដូណាល់ត្រាំ28ចំណុចនៅក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថាតំបន់ជ្រុយឧបទ្វីបគ្រីមៀតំបន់Donetsk និង Lugansk អ៊ុយក្រែនគួរតែសម្រេចចាត់ទុកថាជាដែនដីរបស់រុស្ស៊ីហើយសង្គ្រាមនឹងបិទបញ្ចប់ជាមួយគ្នានេះក៏ដាក់លក្ខខណ្ឌជាច្រើនទៀតមិនឲ្យអ៊ុយក្រែនចូលជាសមាជិក NATO នោះទេហើយបង្ខំឲ្យអ៊ុយក្រែនបង្កើតមាត្រាមួយរបស់ខ្លួនដាក់នៅក្នុងរដ្ឋធម្មនុញ្ញថាអ៊ុយក្រែនមិនត្រូវមានផែនការចូលជាសមាជិក NATO ដាច់ខាតទោះកលៈទេសៈណាក៏ដោយនោះមេដឹកនាំអឺរ៉ុបនិងអ៊ុយក្រែនដែលបានប្រជុំគ្នាកាលពីថ្ងៃទី24វិច្ឆិកានោះរុះរើផែនទីសន្តិភាពរបស់លោកដូណាល់ត្រាំ28ចំណុចនេះនៅសល់19ចំណុចនៅក្នុងនោះបញ្ជាក់ដាច់ខាតថាភាគខាងកើតប្រទេសគឺតំបន់ដុនបាសដែលមានខេត្តលូហ្គាននិងខេត្តដូនេកមិនត្រូវកាត់តម្រឹមទៅឲ្យរុស្ស៊ីដើម្បីសន្តិភាពនោះទេមានរណងអឺរ៉ុបប្រកាសថាខ្លួនគេជំទាស់ដាច់ខាតត្រង់ចំណុចនេះប៉ុន្តែក៏ទុកបើកផ្លូវឲ្យប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជាអ្នកសម្រេចចុងក្រោយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ប្រកាសឲ្យថាលោកមិនឯកភាពតាមការគៀបសង្កត់ទៅលើអ៊ុយក្រែនដែលគៀបសង្កត់ឲ្យអ៊ុយក្រែនបោះបង់ទឹកដីរបស់ខ្លួនដើម្បីជាថ្នូវនឹងការបានមកវិញនៅសន្តិភាពរបស់អ្នកឈ្លានពាននោះទីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky តែងតែទទូចសំពិភពលោកថារួមគ្នាគៀបសង្កត់ទីក្រុងម៉ូស្គូមិនគួររួមគ្នាគៀបសង្កត់អ៊ុយក្រែនឲ្យចុះចាញ់សង្គ្រាមរបស់អ្នកឈ្លានពានហើយកាត់ទឹកដីទៅឲ្យអ្នកឈ្លានពាននោះទីលោក Volodymyr Zelensky ប្រកាសថាប្រជាជនអ៊ុយក្រែនតស៊ូមកដល់ពេលនេះជិត4ឆ្នាំហើយប្រយុទ្ធការពារទឹកដីមិនឲ្យទឹកដីណាធ្លាក់នៅក្នុងដៃរបស់អ្នកឈ្លានពានដោយសុវត្ថិភាពនោះទីអ្នកឈ្លានពានអាចវាយកាន់កាប់បានទឹកដីតំបន់នោះប៉ុន្តែអ្នកឈ្លានពានមិនអាចរស់នៅតំបន់នោះបានសុខសាន្តនោះទេព្រោះថាអ៊ុយក្រែននៅតែមានសមត្ថភាពក្នុងការវាយបករុញច្រានបរមាកាសផងដែរទៅលើកងទ័ពរុស្ស៊ីឥឡូវនេះពួកប្រចាំប្រទេសកំពុងតែគិតថាតើលោកដូណាល់ត្រាំដែលអាចប្រកាសដោយឯកតោភាគីទទួលស្គាល់ដែនដីជ្រុយឧបទ្វីបគ្រីមៀនិងតំបន់ដុនបាសទៅឲ្យរុស្ស៊ីនោះថាតើផែនទីសន្តិភាពរបស់លោកដូណាល់ត្រាំត្រូវចាត់ទុកថាវាជាកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងអ៊ុយក្រែនបានដែរឬទេត្រង់នេះហើយដែលអឺរ៉ុបបានប្រកាសឲ្យថាការប្រកាសសន្តិភាពណាមួយការប្រកាសកាត់ទឹកដីរបស់អ៊ុយក្រែនទៅឲ្យរុស្ស៊ីវាត្រូវតែឆ្លងកាត់ការយល់ព្រមពីមេដឹកនាំប្រទេសអ៊ុយក្រែនប្រទេសផ្សេងណាទាំងអស់រាប់ទាំងសហរដ្ឋអាមេរិកផងដែរមិនគួរប្រើសិទ្ធិឯកតោភាគីនោះទេតែសូមជម្រាបថាអ៊ុយក្រែនបានប្រកាសឲ្យថាខ្លួនគេបានបង្គាប់ទៅតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យលើកយកបញ្ហាដែលមានការគៀបសង្កត់ឲ្យអ៊ុយក្រែនកាត់ទឹកដីដើម្បីសន្តិភាពទៅឲ្យរុស្ស៊ីនេះគឺត្រូវតែលើកយកទៅពិភាក្សាជជែកគ្នានិងធ្វើសេចក្តីសម្រេចនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតំណាងរបស់អ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិបានជូនដំណឹងរួចស្រេចហើយទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាការកាត់ទឹកដីអ៊ុយក្រែនទៅឲ្យអ្នកឈ្លានពានវាស្មើនឹងការជន់បន្ទាត់ក្រហមរបស់អ៊ុយក្រែននៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើដូច្នេះមែនអ្នកវិភាគនិងអ្នកជំនាញកិច្ចការច្បាប់អន្តរជាតិមើលឃើញថាអ៊ុយក្រែនទំនងនឹងរុញផែនការសន្តិភាពរបស់លោកដូណាល់ត្រាំដែលជ្រៀតទឹកដីរបស់អ៊ុយក្រែនទៅឲ្យរុស្ស៊ីនេះចូលទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលជាស្ថាប័នកម្ពុជានៃការការពារសន្តិភាពពិភពលោកការការពារសន្តិភាពពិភពលោកប្រឆាំងនឹងប្រទេសដែលបង្កសង្គ្រាមនោះឲ្យធ្វើសេចក្តីសម្រេចវាស់វែងតាមយុត្តិធម៌នៃច្បាប់អន្តរជាតិសម្រាប់ប្រទេសមួយដែលមានអធិបតេយ្យភាពថាតើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចដូចម្តេចនោះតែសូមជម្រាបថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិក15ប្រទេសក្នុងចំនួន15ប្រទេសនេះមានសមាជិកអចិន្ត្រៃយ៍5ប្រទេសនិងមិនអចិន្ត្រៃយ៍10ប្រទេសសមាជិកអចិន្ត្រៃយ៍5ប្រទេសគឺប្រទេសណាមួយដែលបោះឆ្នោតជំទាស់អ្វីមួយឧទាហរណ៍ថាបោះឆ្នោតជំទាស់ផែនការសន្តិភាពរបស់លោកដូណាល់ត្រាំកាត់ជ្រៀតទឹកដីដោយឯកតោភាគីទៅឲ្យរុស្ស៊ីនោះ
មានន័យថាដំណោះស្រាយនិងផែនការសន្តិភាពរបស់លោកដូណាល់ត្រាំគឺត្រូវតែទុកជាមុខៈព្រោះថាសម្លេងសមាជិកអចិន្ត្រៃយ៍ដែលបោះឆ្នោតជំទាស់ដែលគេគិតថាប្រទេសដែលបោះឆ្នោតជំទាស់ប្រហែលជាអង់គ្លេសឬប្រទេសបារាំងព្រោះប្រទេសពីរនេះជាសម្ព័ន្ធភាពជាមួយនឹងទីក្រុងគីវស្លាប់រស់នឹងគ្នាដើម្បីសន្តិសុខសម្រាប់អឺរ៉ុបផងនិងដើម្បីសន្តិសុខសម្រាប់អ៊ុយក្រែននិងដើម្បីឲ្យអ៊ុយក្រែនមានភាពខ្លាំងទៅលើរុស្ស៊ីនៅសមរភូមិការទូត